សួស្តីមិត្តៗយុវវ័យដែលតាមដានរាល់រឿងក្តីចម្លែកៗជុំវិញពិភពលោកថ្ងៃនេះយើងនឹងនាំយកនៅរឿងក្តីមួយទៀតដែលបង្ហាញពីភាពរឹងរូសនៃយុវវ័យសម័យឥឡូវនេះខ្ញុំមិនបាននិយាយទៅអ្នកណាទេអញ្ចឹងអ្នកនរគ្នាចង់ដឹងថារឿងក្តីឬក៏រឿងចម្លែកមួយនេះទៅទីយ៉ាងណាតោះទៅទស្សនានិងតាមដាននិងស្វែងយល់ជាមួយនឹងខ្ញុំទាំងអស់គ្នានៅយប់មួយនារីម្នាក់បានសុំឪពុកម្ដាយរបស់ពួកគេដើម្បីទៅជួបលេងជាមួយមិត្តភ័ក្តិនៅឯក្នុងបារនៅក្នុងក្លឹបមួយកន្លែងពេលនោះឪពុកម្ដាយក៏ដូចជាគ្រួសាររបស់គាត់ហាមប្រាមមិនឲ្យទៅទេប៉ុន្តែនាងតែដាច់ចិត្តនៅតែរឹងរូសនឹងទៅពេលនាងទៅដល់ក្លឹបឬក៏បារនោះនាងបានឃើញបុរសម្នាក់ដែលមានថាគាត់តែឃើញភ្លាមចាប់អារម្មណ៍ភ្លាមបានទៅនិយាយរកគេហើយញ៉ាំនឹងរាំស្រាយ៉ាងមួយគេយ៉ាងសប្បាយបន្ទាប់ពីពួកគេស្វឹងហើយពួកគេនាំគ្នាជិះឡានដើរលេងទៅកន្លែងមួយទៀតដែលបុរសម្នាក់ណែនាំទៅថានៅទីនោះសប្បាយណាស់នាងមុននឹងទៅនាងគិតដែរប៉ុន្តែនាងនៅតែដាច់ចិត្តទៅជាមួយបុរសម្នាក់នោះពេលនោះបុរសដែលជាអ្នកបើកឡាននោះស្វឹងផងអីផងនឹងបានរេចកោតជិះឡានយ៉ាងមិនប្រុងប្រយ័ត្នសោះបានទៅបុកមួយឡានមួយដោយនាងបើកភ្នែកមកនាងនៅមន្ទីរពេទ្យបាត់ទៅហើយពេលនោះនាងបានសោកស្ដាយនឹងទង្វើរបស់នាងជាខ្លាំងហើយនាងក៏បានសួរថាតើអ្នកដែលនៅជាមួយខ្ញុំឬក៏អ្នកដែលជិះឡានជាមួយខ្ញុំមិនហើយក៏គាត់មិនសួរតែប៉ុណ្្នឹងទេក៏សួរអ្នកឡានមួយទៀតហ្នឹងមិនហើយគ្រូពេទ្យនិយាយដោយសម្ដីថាប្រាប់ថាគាត់ទាំងអស់គ្នាស្លាប់អស់ហើយនៅតែឯងម្នាក់តែប៉ុណ្ណោះឯងពិតជាមានសំណាងខ្លាំងណាស់ដែលរស់នៅក្នុងភពផែនដីនេះដែលមិនទាន់អស់ជីវិតហើយនាងបានចាប់ផ្ដើមយំថាខ្ញុំពិតជាខុសហើយដែលមិនបានស្ដាប់ឪពុកម្ដាយរបស់ខ្ញុំសូមអ្នកគ្រូពេទ្យប្រាប់សម្ដីនេះទៅឪពុកម្ដាយរបស់ខ្ញុំផងថាខ្ញុំពិតជាសុំទោសណាស់ដែលយប់នោះខ្ញុំមិនព្រមមិនធ្វើតាមគាត់ដោយមិនទៅជួបលៀងនោះប៉ុន្តែសម្ដីដ៏ខ្សើអ្នកគ្រូពេទ្យបានតបមកកាន់នារីដែលជាអ្នកជំងឺនឹងប្រាប់វិញថាខ្ញុំពិតជាសោកស្ដាយចំនួនឯងណាស់មនុស្សដែលឯងបើកបុកជាមួយនឹងបុរសម្នាក់នោះគឺជាឪពុកម្ដាយរបស់ឯងរឿងក្តីនេះយើងមានតែប៉ុណ្្នឹងឯងតើបងប្អូនគិតយ៉ាងណាដែរចំពោះរឿងក្តីនេះចំពោះខ្ញុំពិតជាសោកស្ដាយនិងក៏នឹងគិតក៏មានវិប្បដិសារីដែរ